ការកត់សម្គាល់យើងឃើញថាមនុស្សយើងតែងតែភ្ជាប់ជាមួយចរិតពីរទីមួយគឺចរិតឯកជនចរិតឯកជនសំដៅទៅលើចរិតធម្មជាតិរបស់យើងមានន័យថាអ្វីជាធម្មជាតិរបស់យើងអត់មានការសម្ដែងទេពោលឧទាហរណ៍ថាយើងជាមនុស្សបែបសកលសគុណមនុស្សសុភាពរាបសារមនុស្សដែលមិនចូលចិត្តនិយាយច្រើនមនុស្សដែលមិនចេះកុហកមនុស្សដែលទៀងត្រង់ស្មោះត្រង់ពោលគឺយើងបញ្ចេញសកម្មភាពរបស់យើងទៅតាមចរិតលក្ខណៈធម្មជាតិរបស់យើងនឹងគេហៅថាចរិតឯកជនទីពីរនោះគឺជាចរិតសាធារណៈចរិតសាធារណៈសំដៅទៅលើចរិតទាំងឡាយណាដែលមិនជាភាពរបស់ខ្លួនពោលមិនមែនជាធម្មជាតិរបស់គាត់ទេប៉ុន្តែជាចរិតសម្ដែងដើម្បីបានផលប្រយោជន៍អ្វីមួយដើម្បីទទួលប្រជាប្រិយភាពអ្វីមួយឬក៏ដើម្បីបានចំណេញអ្វីមួយគឺគេធ្វើពុតជាចេះចុះទៅដើម្បីទទួលការចាប់អារម្មណ៍ពីគេឬក៏ដើម្បីទទួលប្រយោជន៍ពីគេឧទាហរណ៍ថាគាត់ជាមនុស្សម្នាក់ដែលមិនស្មោះត្រង់ទេគាត់កលិចគាត់ពុតកុហកប៉ុន្តែគាត់បែរជាធ្វើសកម្មភាពនិយាយថាគាត់ជាមនុស្សស្អប់មនុស្សកុហកស្អប់មនុស្សខ្សែលើតែធៀបពិតគាត់ជាមនុស្សបែបនោះឧទាហរណ៍ថាគាត់ជាមនុស្សម្នាក់ដែលមកយឺតជាមនុស្សម្នាក់ដែលខ្ជះខ្ជាយប៉ុន្តែគាត់ធ្វើរឹកសម្ញែងដូចជាគាត់ហ្នឹងមនុស្សថ្លៃថ្នូរសុភាពរាបសារពោលគឺជាអ្វីដែលគាត់សម្ដែងដែលខុសពីការពិតរបស់ខ្លួនប៉ុន្តែសំណួរសួរថាតើចរិតទាំងពីរនេះវាមានគុណសម្បត្តិនិងគុណវិបត្តិរបស់វាដែរទេហើយតើមនុស្សចរិតយ៉ាងម៉េចដែលអាចញ៉ាំងឲ្យយើងនឹងអាចរស់ជាមួយគេបានយូរឬក៏អាចបន្តបេសកកម្មជាមួយគេបានយូរតាចាប់ផ្ដើមខមមិនម្នាក់មួយមក